ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើបបរបាញ់កាញ់វិធីធ្វើបបរបាញ់កាញ់ស៊ុបឡតឬក៏បបរសាមជោគហ្នឹងគឺអត់សូវខុសគ្នាប៉ុន្មានទេរីឯវិធីធ្វើគឺងាយស្រួលដូចលើកមុនអញ្ចឹងតោះឥឡូវនេះយើងមកចាប់ផ្ដើមជាមួយនឹងសរសៃបាញ់កាញ់មុនគេសរសៃបាញ់កាញ់នេះខ្ញុំប្រើចំនួន1គីឡូបងប្អូនគ្រាន់តែយកសរសៃហ្នឹងមកកាត់ជាកំណាត់ខ្លីៗល្មមហើយយើងបេះវាចេញពីគ្នាត្រៀមសរសៃបាញ់កាញ់រួចយើងអាចទុកវាមួយឡែកសិនទៅយើងបកមកមើលសាច់ប៉ាតេវិញសាច់ប៉ាតេនេះយើងនឹងយកវាមកហាន់ជាចំណិតស្ដើងនិងខ្លីៗចំពោះបរិមាណសាច់ប៉ាតេអត់កំណត់ទេបងប្អូនចូលចិត្តច្រើនអាចដាក់ឲ្យច្រើនបានជំហានបន្ទាប់នេះខ្ញុំនឹងយកឆ្អឹងជ្រូកនឹងមកស្រុះទឹកក្តៅដើម្បីបំបត្តិជាតិឆ្អាបជាមួយនឹងឆ្អឹងកំទេចកំទីវាចេញបងប្អូនគ្រាន់តែដាំទឹកកន្លះឆ្នាំងឲ្យវាពុះសិនទៅរួចហើយយើងបង់អំបិល1ស្លាបព្រាបាយរួចហើយបងប្អូនអាចដាក់ឆ្អឹងជ្រូកនឹងចូលទៅឆ្អឹងជ្រូកទាំងអស់ខ្ញុំប្រើចំនួន1គីឡូកន្លះឆ្អឹងជ្រូកនេះយើងនឹងដាក់វាស្រុះចោលនឹងរយៈពេល5នាទីនៅពេលនេះគ្រប់5នាទីហើយអញ្ចឹងបងប្អូនអាចស្រង់ឆ្អឹងជ្រូកនឹងចេញមករួចហើយយកវាទៅលាងទឹកចេញឲ្យស្អាតឆ្អឹងជ្រូកនេះបើស្រុះទឹកក្តៅហើយអត់យកវាមកលាងទឹកចេញទេគឺវានៅជាប់កំទេចកំទីច្រើនមែនទែនដូចនេះបងប្អូនអាចលាងវាដោយផ្លាស់ប្ដូរទឹកពី3ដងទៅគ្រឿងក្រៅទាំងអស់ត្រៀមបានរួចរាល់ហើយយើងអាចចាប់ផ្ដើមមុខបបរបានជាដំបូងគឺយើងត្រូវដាំទឹកចំនួន3លីត្រកន្លះឲ្យពុះទឹកពុះបានល្អរួចខ្ញុំនឹងដាក់ខ្ទឹមបារាំង1មើមចូលខ្ទឹមក្រហម1មើមដូចគ្នាខ្ទឹមស1មើមដែរបន្ទាប់មកគឺជាហេប៊ីចំនួន2ស្លាបព្រាបាយយូហឺចំនួន2បន្ទះហាន់វាជាកំណាត់ខ្លីៗហេប៊ីជាមួយនឹងយូហឺនឹងមុនយកវាមកប្រើបងប្អូនត្រូវត្រាំទឹកវារួចហើយលាងទឹកវាចេញផងខ្លាចវាប្រៃពេកក្រោយមកទៀតគឺជាគល់ខ្ទឹមឆ្អឹងជ្រូកដែលបានស្រុះហើយលាងសម្អាតរួចរាល់មិញហ្នឹងទឹកត្រី3ស្លាបព្រាបាយស្ករស3ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាបាយដុំស៊ុបរ៉តឌីចំនួន1ដុំអំបិលកន្លះស្លាបព្រាបាយបងប្អូនគ្រាន់តែកូរច្របល់ស្ករអំបិលជាមួយនឹងម្សៅស៊ុបឲ្យវារលាយបន្តិចហើយយើងត្រូវដាក់វារំងាស់រយៈពេល40នាទីចន្លោះពេលដែលយើងកំពុងតែដាក់វារំងាស់ហ្នឹងបងប្អូនអាចបើកមើលរួចហើយយើងត្រូវស្រង់ពពុះចេញផងដួសពពុះចេញអស់គ្របគម្របវិញរួចបន្តដាក់វារំងាស់ទៀត40នាទីក្រោយមកឆ្អឹងជ្រូកបានផុយល្អហើយអញ្ចឹងបងប្អូនអាចស្រង់វាដាក់ចានមួយឡែកសិនហើយពពុះនោះបើសិនជាមានទៀតបងប្អូនស្រង់វាចេញផងជំហានបន្ទាប់គឺយើងនឹងបង់ផ្សិតចូលផ្សិតខ្មៅនេះខ្ញុំប្រើចំនួន6គ្រាប់គ្រាន់តែហាន់វាជាចំណិតស្ដើងចំណែកឯផ្សិតចំបើងវិញគឺខ្ញុំប្រើចំនួន2ខាំបងប្អូនអាចកាត់វាជា2ឬក៏ជា3ចំណែកឯសាច់ប៉ាតេនេះវិញខ្ញុំប្រើប្រហែលជាកន្លះគីឡូរួចហើយយើងនឹងបង់សរសៃបាញ់កាញ់ចូលសរសៃបាញ់កាញ់ហ្នឹងខ្ញុំដាក់ទាំងអស់តែម្ដងចំនួន1គីឡូជាចុងក្រោយគឺជាគល់ខ្ទឹមជាមួយនឹងខ្ទឹមសលីងបងប្អូនមួយចំនួនគាត់ចូលចិត្តបបរបាញ់កាញ់ហ្នឹងរៀងខាប់បន្តិចក៏ប៉ុន្តែខ្ញុំវិញចូលចិត្តទឹកច្រើនព្រោះស្រួលហត់នៅពេលដែលដាក់សរសៃបាញ់កាញ់ចូលដំបូងមើលទៅទឹកស៊ុបហ្នឹងរៀងច្រើនបន្តិចក៏ប៉ុន្តែនៅពេលដែលយើងកូរវាមួយសន្ទុះទៅគឺវាឡើងខាប់ជាងនេះហើយបបរបាញ់កាញ់នេះវាតែងតែមានបន្លែបន្ទាប់បន្សំដូចជាសណ្តែកបណ្ដុះប្រសិនបើបងប្អូនអត់ចេះភាសាឆៅទេអាចយកវាទៅស្រុះទឹកក្តៅបន្តិចដួសបបរបាញ់កាញ់ដាក់ចូលរួចរាល់ហើយយើងគ្រាន់តែបន្ថែមឆ្អឹងស៊ុបពីលើដាក់ឆ្អឹងស៊ុបផ្សេងអញ្ចឹងក៏ស្រួលញ៉ាំម្យ៉ាងដែរបងប្អូនកុំឲ្យដួសមកជាប់តែឆ្អឹងមកជាមួយរួចហើយដាក់ជីរណាបន្តិចជាមួយនឹងខ្ទឹមសបំពងចាស់វិធីធ្វើបបរបាញ់កាញ់ងាយមែនតើបងប្អូនអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជាខមមិននៅខាងក្រោមវីដេអូហើយចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា